ប្រវត្តិពានរង្វាន់បាល់ទាត់ពិភពលោកឬ FIFA World Cup ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ល្បីល្បាញនិងធំបំផុតមួយដែលត្រូវបានរៀបចំឡើងរៀងរាល់4ឆ្នាំម្ដងនិងមានអ្នកទស្សនាប្រមាណ 60% ឬជាង 5,000 លាននាក់ជុំវិញពិភពលោកប្រវត្តិនៃព្រឹត្តិការណ៍នេះគឺផ្ដើមឡើងនៅពេលដែលកីឡាបាល់ទាត់ត្រូវបានដាក់បញ្ចូលក្នុងការប្រកួតកីឡាអូឡ িম্প ិកជាលើកដំបូងក្នុងឆ្នាំ 1900 ដែលជាហេតុនាំឲ្យមានការបង្កើតនៅស្ថាប័នគ្រប់គ្រងកីឡានេះឡើងក្រោមឈ្មោះថាសហព័ន្ធកីឡាបាល់ទាត់ពិភពលោកឬហៅកាត់ថា FIFA នៅឆ្នាំ 1904 ប៉ុន្តែគួរបញ្ជាក់ផងដែរថាការប្រកួតកីឡាបាល់ទាត់ក្រោមការគ្រប់គ្រងរបស់គណៈកម្មាធិការអូឡ িম্প ិកអន្តរជាតិនៅពេលនោះគឺមិនបានអនុញ្ញាតឲ្យកីឡាករអាជីពណាម្នាក់ចូលរួមលេងនោះឡើយដែលនេះបានធ្វើឲ្យកីឡាករបាល់ទាត់អាជីពជាច្រើនបានបាត់បង់ឱកាសបង្ហាញនូវសមត្ថភាពនិងឱកាសចូលរួមប្រកួតសម្រាប់តំណាងប្រទេសជាតិរបស់ពួកគេនៅលើឆាកអន្តរជាតិហេតុដូច្នេះហើយទើបក្នុងឆ្នាំ 1920 លោក Jules Rimet ដែលមួយឆ្នាំក្រោយមកក្លាយជាប្រធាន FIFA បានស្នើឡើងនៅគំនិតផ្ដួចផ្ដើមការប្រកួតបាល់ទាត់អន្តរជាតិមួយដាច់ដោយឡែកដែលអនុញ្ញាតឲ្យកីឡាករអាជីពអាចបញ្ចេញនូវសមត្ថភាពនិងចូលរួមប្រកួតប្រជែងបានយ៉ាងពេញលេញស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ដោយស្ថាប័ន FIFA តាមរយៈនេះនៅថ្ងៃទី 28 ខែឧសភាឆ្នាំ 1928 FIFA ក៏បានធ្វើការបោះឆ្នោតគាំទ្រការរៀបចំព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោកថ្មីមួយឡើងដោយនៅពេលនោះប្រទេសអ៊ុយរ៉ាហ្គាយបានទទួលធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងឆ្នាំ 1930 ដោយមានក្រុមជម្រើសជាតិមកពី13ប្រទេសចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ដំបូងនោះដែរប្រទេសអ៊ុយរ៉ាហ្គាយដែលជាម្ចាស់ផ្ទះបានយកឈ្នះអាហ្សង់ទីនដោយលទ្ធផល 4-2 នៅវគ្គផ្ដាច់ព្រ័ត្ររួចបានក្លាយជាម្ចាស់ជើងឯកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ FIFA World Cup ចាប់តាំងពីពេលនោះមកព្រឹត្តិការណ៍នេះតែងតែត្រូវបានរៀបចំជាបន្តបន្ទាប់ប៉ុន្តែក៏ធ្លាប់បានអាក់ខានចំនួន2លើកផងដែរក្នុងអំឡុងសង្គ្រាមលោកលើកទី2ពោលគឺក្នុងឆ្នាំ 1942 និងឆ្នាំ 1946 រួចត្រូវបានរៀបចំនិងផ្ដើមដំណើរការឡើងវិញក្នុងឆ្នាំ 1950 ដោយសារតែប្រជាប្រិយភាពនិងការគាំទ្រជាហូរហែព្រឹត្តិការណ៍នេះក៏មានការវិវត្តពីការប្រកួតត្រឹម13ប្រទេសទៅចំនួន24ប្រទេសក្នុងឆ្នាំ 1982 32ប្រទេសក្នុងឆ្នាំ 1998 និងឈានដល់48ប្រទេសនៅក្នុងឆ្នាំ 2026 នេះម្យ៉ាងយើងក៏គួរតែដឹងថាក្នុងឆ្នាំ 1991 FIFA World Cup ក៏ត្រូវបានរៀបចំឡើងសម្រាប់នារីផងដែរព្រឹត្តិការណ៍សម្រាប់នារីជាលើកដំបូងនោះគឺត្រូវបានធ្វើឡើងនៅប្រទេសចិនដោយមានការចូលរួមប្រកួតពីបណ្ដាប្រទេសចំនួន12ដែលសហរដ្ឋអាមេរិកបានយកឈ្នះក្លាយជាម្ចាស់ជើងឯកដំបូងក្នុងប្រវត្តិសាស្ត្រគិតត្រឹមឆ្នាំ 2023 ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោកនារីមានប្រទេសចូលរួមចំនួន32ដោយចំនួននេះធ្លាប់ត្រូវបានស្ថាប័ន FIFA ដាក់ក្តីសង្ឃឹមថានឹងកើនឡើងដល់ចំនួន48ក្រុមក្នុងឆ្នាំ 2031 ក្រឡេកមើលពានរង្វាន់នៃព្រឹត្តិការណ៍នេះវិញម្ដងដែលដើមឡើយគឺវាមានទម្រង់ខុសប្លែកពីអ្វីដែលយើងតែងតែឃើញនៅពេលបច្ចុប្បន្នចំពោះពានរង្វាន់របស់ FIFA World Cup នៅគ្រាដំបូងគឺត្រូវបានរចនាឡើងដោយវិចិត្រករសញ្ជាតិបារាំងនិងត្រូវបានឲ្យឈ្មោះថា Victory និងក្រោយមកត្រូវបានបដូរឈ្មោះទៅជាពានរង្វាន់ Jules Rimet ដើម្បីជាការគោរពនិងរំលឹកដល់ស្ថាបនិកនៃព្រឹត្តិការណ៍ពានរង្វាន់ FIFA World Cup ដំបូងគឺត្រូវបានធ្វើឡើងពីប្រាក់ស្រោបដោយមាសនិងមានជើងទម្រធ្វើពីត្បូងថ្មខៀវធម្មជាតិ Lapis Lazuli ទាក់ទិននឹងជើងទម្រនេះយើងគួរតែដឹងបន្ថែមដែរថាក្នុងឆ្នាំ 1954 ដោយហេតុតែជើងទម្រដើមរបស់ពានអាចដាក់ផ្លាកឈ្មោះប្រទេសជ័យលាភីបានត្រឹមតែ4ហេតុដូច្នេះហើយ FIFA ក៏បានសម្រេចធ្វើការរចនានិងផ្លាស់ប្ដូរជើងទម្រថ្មីដែលអាចផ្ទុកឈ្មោះប្រទេសបានចំនួន8រួចបន្តប្រើប្រាស់ពាននិងជើងទម្រថ្មីនេះរហូតដល់ឆ្នាំ 1970 បន្ថែមពីនេះអតីតពានរង្វាន់ FIFA World Cup គឺត្រូវបានលួចដល់ទៅ2ដងដែលលើកទី1គឺត្រូវបានចោលលបយកចេញពីទីតាំងពិព័រណ៍ក្នុងប្រទេសអង់គ្លេសនៅឆ្នាំ 1966 តែត្រូវបានរកឃើញវិញនៅមួយសប្តាហ៍ក្រោយមកដោយឆ្កែមួយក្បាលឈ្មោះ Pickles រីឯការបាត់លើកទី2គឺកើតឡើងនៅក្រោយពេលដែលប្រទេសប្រេស៊ីលត្រូវបានស្ថាប័ន FIFA ប្រគល់ជូននៅពានដើម្បីតម្កល់ទុកជារៀងរហូតព្រោះប្រទេសនេះបានសម្រេចតាមការកំណត់ចាស់របស់ FIFA ដោយបានគ្រងតំណែងជើងឯកចំនួនដល់ទៅ3លើកក្នុងឆ្នាំ 1958 1962 និង 1970 ដែលជាហេតុនាំឲ្យប្រទេសនេះទទួលបានសិទ្ធិក្នុងការរក្សាទុកពានរង្វាន់ដើមតែម្ដងតែជាអកុសលក្នុងឆ្នាំ 1983 ពាននេះក៏ត្រូវបានលួចចេញពីទីស្នាក់ការកណ្ដាលនៃសហព័ន្ធបាល់ទាត់ប្រេស៊ីលនិងពុំត្រូវបានរកឃើញវិញនោះឡើយរីឯអ្វីដែលនៅសេសសល់គឺមានត្រឹមតែជើងទម្រចាស់ដែលត្រូវបានបដូរចេញនិងរក្សាទុកនៅបន្ទប់ក្រោមដីនៃទីស្នាក់ការរបស់ FIFA តែប៉ុណ្ណោះទោះបីជាយ៉ាងណាជើងទម្រចាស់នេះគឺពុំមាននរណាម្នាក់នឹករលឹកឃើញនោះឡើយចាប់តាំងពីឆ្នាំ 1983 មករហូតដល់ទៅនៅក្នុងឆ្នាំ 2015 ទើបវាត្រូវបានបុគ្គលិក FIFA ប្រទះឃើញដោយចៃដន្យនិងត្រូវបានយកមកដាក់តាមបង្ហាញនៅសាលពិព័រណ៍នៃទីស្នាក់ការរបស់ FIFA មកទល់បច្ចុប្បន្ន
ចំណែកឯពានរង្វាន់សប្តាហ៍ថ្ងៃគឺត្រូវបានរចនាឡើងដោយវិចិត្រករសញ្ជាតិអ៊ីតាលីក្នុងឆ្នាំ1974ហើយស្នាដៃនេះតែងតែត្រូវបានប្រើប្រាស់ចាប់តាំងពីពេលនោះរហូតមកម្យ៉ាងមួយវិញទៀតពានរង្វាន់ FIFA World Cup ដែលត្រូវបានប្រើប្រាស់ឥឡូវនេះគឺត្រូវបានធ្វើឡើងពីមាសទម្ងន់ជាង5គីឡូក្រាមបូករួមជាមួយនឹងត្បូងថ្មធម្មជាតិ Malachite ពណ៌បៃតងដែលធ្វើឲ្យទម្ងន់សរុបរបស់ពានគឺស្មើប្រមាណជាង6គីឡូក្រាមបន្ថែមពីនេះតាមរយៈមូលហេតុសុវត្ថិភាពត្បិតដោយសារការបាត់បង់ទាំងពីរលើករួមជាមួយសារៈសំខាន់ផ្នែកប្រវត្តិសាស្ត្រផងនោះពានរង្វាន់ផ្លូវការរបស់ FIFA World Cup សប្តាហ៍ថ្ងៃគឺមិនត្រូវបានផ្ដល់ឲ្យប្រទេសណាមួយរក្សាទុកទៀតនោះឡើយផ្ទុយទៅវិញវាត្រូវបានគ្រប់គ្រងនិងតម្កល់ទុកក្នុងប្រទេស Swiss ដោយ FIFA ផ្ទាល់តែម្ដងដោយឡែកពានដែលប្រទេសជាម្ចាស់ជើងឯកទទួលបានក្នុងព្រឹត្តិការណ៍នីមួយៗឯណោះវិញគឺត្រូវបានស្ថាប័ន FIFA ផ្ដល់ជូននៅពានចម្លងផ្លូវការមួយដើម្បីរក្សាទុកចំពោះកម្ពុជាពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ក៏ធ្លាប់ត្រូវបានយកមកដាក់តាំងបង្ហាញម្ដងផងដែរក្នុងឆ្នាំ2022សរុបមក FIFA World Cup ជាព្រឹត្តិការណ៍ដែលលើសពីអត្ថន័យនៃការប្រកួតកីឡាព្រោះវាបានផ្ដល់ប្រយោជន៍ជាច្រើនដល់ប្រទេសដែលរៀបចំនិងចូលរួមតួយ៉ាងសាមគ្គីភាពនិងការបង្រួបបង្រួមជាតិការជំរុញសេដ្ឋកិច្ចនិងទេសចរការបំផុសគំនិតដល់យុវជនឲ្យស្នេហាវិស័យកីឡានិងការចែករំលែកវប្បធម៌ជួបគ្នាក្នុងវីដេអូបន្ទាប់